បាទសួស្តីអ្នកនរគ្នាបាទសូមស្វាគមន៍មកកាន់ Channel រៀន Computer ជាមួយលោកគ្រូខ្ញុំបាទយើងជួបគ្នាសារជាថ្មីម្ដងទៀតហើយបាទតើអ្នកនរគ្នាសុខសប្បាយទេបាទហើយថ្ងៃនេះយើងមានមេរៀនថ្មីមួយទៀតបាទមេរៀននេះគឺតពីមេរៀនមុនបាទមេរៀនមុនខ្ញុំបានណែនាំអ្នកនរគ្នាឲ្យធ្វើតារាងអូតូបាទឥឡូវយើងទៅមិនឆ្ងាយពីមេរៀននោះទេប៉ុន្តែលើកនេះតើយើងធ្វើយ៉ាងម៉េចខ្លះបាទតោះឥឡូវដើម្បីកុំឲ្យខាតពេលតើយើងទៅអ្នកនរគ្នាបាទអ្នកនរគ្នាមើលនេះបាទនេះគឺជាតារាងបាទតារាងបញ្ជីឈ្មោះមួយទៀតហើយតែតារាងនេះវាមានលក្ខណៈពិសេសត្រង់ម៉េចឥឡូវអ្នកនរគ្នាមើលដូចជាឈឹមពន្លកគាត់រស់នៅភូមិត្រាំរនៀបបាទឃុំព្រះនិព្វានស្រុកគងពិសីខេត្តកំពង់ស្ពឺបាទអញ្ចឹងចង់មានន័យថាឥឡូវឧទាហរណ៍ថាបើសិនជាគាត់រស់នៅក្នុងភូមិនឹងដដែលមិនអីទេចុះឥឡូវបើសិនពេលខ្លះគាត់បាទរស់នៅក្នុងខេត្តនឹងដដែលខេត្តកំពង់ស្ពឺតែគាត់ដូរស្រុកណាឬក៏គាត់ទៅរស់នៅកំពុងគាត់នៅស្រុកគងពិសីបាទឥឡូវហ្នឹងគាត់រស់នៅស្រុកគងពិសីតែដល់ពេលបន្ទាប់មកទៀតបាទគាត់ទៅរស់នៅភ្នំស្រួចអីចឹងណាឬមកគាត់ដូរភូមិនៅក្នុងស្រុកដដែលឯងគងពិសីដដែលគាត់ដូរភូមិបាទពីឥឡូវគាត់នៅត្រាំរនៀបតែបាទគាត់នៅត្រាំរនៀបអញ្ចឹងទៅដល់ពេលហើយទៅគាត់បដូរបាទនេះត្រាំរនៀបភូមិនៅគាត់នៅបាទនេះត្រាំរនៀបអញ្ចឹងគាត់បដូរដល់ពេលទីលំនៅបច្ចុប្បន្នអ្នកនរគ្នាគាត់បដូរទៅនៅបឹងកក់យើងធ្វើមិនបាទអញ្ចឹងតារាងនេះអ្នកនរគ្នាមើលបាទកន្លែងនេះគឺជាទីលំនៅបច្ចុប្បន្នណាបច្ចុប្បន្នដែលគាត់នៅនេះទីកន្លែងកំណើតរបស់គាត់អញ្ចឹងទីលំនៅបច្ចុប្បន្នគាត់អាចនឹងដូរផ្លាស់បាទអាចនឹងដូរភូមិឃុំស្រុកអីចឹងណាបាទអញ្ចឹងការបដូរហ្នឹងយើងគ្រាន់តែយើងមិនបាច់បដូរលើក្នុងហ្នឹងទេបាទយើងគ្រាន់តែឧទាហរណ៍ថាយើងខ្ជិលវាយដដែលអ្នកខ្លះគាត់រស់នៅខេត្តកំពង់ស្ពឺស្រុកដូចគ្នាឃុំដូចគ្នាក៏តែគាត់គ្រាន់តែដូរភូមិហ្នឹងអញ្ចឹងយើងមិនចាំបាច់ទៅវាយដដែលចឹងទេបាទយើងគ្រាន់តែដូរកន្លែងនេះបាទកន្លែងនេះគឺជាកន្លែងសម្រាប់ដូរបាទបើសិនជាគាត់ដូរភូមិឥឡូវឧទាហរណ៍ឥឡូវដាក់ឥឡូវភូមិនេះកំពុងគាត់នៅត្រាំរនៀបឥឡូវគាត់មកនៅបឹងកក់វិញឧទាហរណ៍ណាខ្ញុំវាយបាទខ្ញុំវាយបឹងកក់មកបឹងបាទបឹងកក់បាទអញ្ចឹងមកយើង enter មកបាទអញ្ចឹងអ្នកទាំងអស់គ្នាមើលកន្លែងនេះណាភូមិនេះបឹងកក់គាត់បដូរដែរឃើញទេបាទបើសិនជាគាត់បដូរឥឡូវគាត់នៅបាទអានេះយើងលុបចោលបាទគាត់នៅត្រាំរនៀបដដែលណាឥឡូវឧទាហរណ៍គាត់នៅត្រាំរនៀបដែរគាត់តែគាត់បដូរឃុំវិញបាទគាត់មុនគាត់នៅឃុំព្រះនិព្វានឥឡូវគាត់នៅឃុំអីគេឃុំអង្គពពេលអីចឹងណាឧទាហរណ៍ណាបាទយើងដូរកន្លែងនេះមកអង្គពពេលបាទអង្គបាទពពេលណាដូរដល់អង្គពពេលចឹងមកបាទពពេលចឹងមកបាទយើង enter មកចឹងកន្លែងនេះគាត់បាទកន្លែងនេះគឺដូរទៅអង្គពពេលដែរបាទស្រុកក៏ចឹងដែរបាទស្រុកក៏ចឹងដែរបាទអញ្ចឹងដើម្បីឲ្យមានការងាយស្រួលអញ្ចឹងតែយើងទៅធ្វើយ៉ាងម៉េចណាតោះឥឡូវដើម្បីកុំឲ្យខាតពេលយូរតើយើងទៅដល់គ្នាបាទនេះគឺជាតារាងមួយទៀតបាទដែលខ្ញុំអត់ទាន់បានប្រើពីមុនទេបាទនេះគឺជាតារាងមួយទៀតដែលអ្នកនរគ្នាមើលបាទកន្លែងនេះគឺជាកន្លែងផ្លាស់ប្ដូរទីលំនៅបាទយើងសេមកហើយកន្លែងនេះទីលំនៅបច្ចុប្បន្នណាបាទហើយបាទក្នុងការ format នេះគឺខ្ញុំមិនបាច់ប្រាប់ទេព្រោះដោយសារថានេះវាដូចគ្នានឹងមេរៀនមុនដែរទេតាឥឡូវដើម្បីកុំឲ្យខាតពេលយូរតើឥឡូវយើងធ្វើយ៉ាងម៉េចបាទដើម្បីឲ្យបាននៅរូបមន្តក្នុងការបដូរផ្លាស់នៅតារាងពីរនេះណាបាទអញ្ចឹងអូខេឥឡូវយើងចាប់ផ្ដើមធ្វើបាទកន្លែងនេះយើងបាទប្រើរូបមន្តបាទស្មើហើយបាទ sorry បាទយើងប្រើរូបមន្តបាទយើងប្រើរូបមន្តស្មើមកហើយយើងប្រើ if បាទស្មើសំទោសបាទមិនមែនប្រើរូបមន្តស្មើទេប្រើរូបមន្ត if ក៏ប៉ុន្តែក្នុងការប្រើរូបមន្តយើងត្រូវដាក់សញ្ញាស្មើជានិច្ចណាអូខេបាទយើងចុចបាទ if មកយើងចុចវាពីរដងបាទអញ្ចឹងអ្នកនរគ្នាមើលអញ្ចឹងដើម្បីបាទប្រសិនបើណាប្រសិនបើអីបាទប្រសិនបើនេះនេះឥឡូវយើងធ្វើនៅកន្លែងនេះមុនបាទយើងធ្វើនៅកន្លែងបាទភូមិមុនណានេះយើងធ្វើនៅកន្លែងភូមិមុនប្រសិនបើអីបាទប្រសិនបើកន្លែងភូមិកន្លែងនេះណាកន្លែងនេះយើងចុចលើវាមួយមកប្រសិនបើកន្លែងភូមិនេះបាទវាមានបាទមានទិន្នន័យអញ្ចឹងនៅក្នុងនិមិត្តសញ្ញារបស់ Excel បាទមានទិន្នន័យយើងដាក់សញ្ញាបាទតូចធំមកបាទណាតូចធំហើយបន្តមកទៀតបាទមានទិន្នន័យយើងដាក់សញ្ញាមានដងពីរដងបាទបាទមួយដងហើយក្បៀសបាទហើយបើសិនជាវាមានទិន្នន័យសូមឲ្យវាបង្ហាញនៅកន្លែងនេះបាទនៅភូមិនឹងមកបាទ
ហើយយើងប៊ីសមកហើយបើសិនជាវាមិនមានទេគឺយើងឲ្យវាបង្ហាញនៅកន្លែងភូមិបាទភូមិខាងនេះវិញណាបើយើងចុចឡើងនេះមកហើយបន្ទាប់មកយើងបិទវងកញ្ចក់បាទជឿអ្នកនរគ្នាមើលឃើញទេបាទអញ្ចឹងយើង enter អូខេអញ្ចឹងមានន័យថាបើសិនជាយើងមានន័យថាបើសិនជាយើងចង់បដូរយើងធ្វើមិនបាទសំទោសបងប្អូនគ្នាបាទបើសិនជាយើងចង់បដូរគឺយើងបដូរនៅកន្លែងនេះអញ្ចឹងបើសិនកន្លែងនេះមានទិន្នន័យធ្វើឲ្យវាបង្ហាញនៅកន្លែងនេះបាទនៅយើងយកទិន្នន័យតាមនៅកន្លែងពេនេះបាទពេ9នេះណាភូមិនេះហើយបើសិនជាអត់ទេសូមឲ្យវាយកតាមទិន្នន័យចាស់ដែរនេះភូមិអញ្ចឹងកន្លែងនេះបើគាត់អត់បដូរទេបានគាត់ដូចត្រាំលៀបចុះឥឡូវបើសិនជាគាត់បាទបដូរទៅជាបឹងកក់វិញឧទាហរណ៍ណាក៏ភូមិបឹងកក់វិញអញ្ចឹងកន្លែងនេះយើងត្រូវបែកកន្លែងនេះមកដាក់បឹងកក់មកបាទយើងបាយសខ្មែរបឹងកក់ទេបឹងកក់បាទអញ្ចឹងយើង enter ជឿអ្នកនរគ្នាមើលឃើញកន្លែងនេះគាត់បដូរទៅជាបឹងកក់ដែរណាភូមិដូរបឹងកក់ដែរអូខេបាទអញ្ចឹងយើងចាប់ដើម copy បាទ copy វាទាំងអស់មកបាទចុះក្រោមរហូតមកដល់តារាងដែលយើងចង់បានអូខេបាទនេះណាបាទបាទហើយនេះគឺចឹងដែរបាទយើងប្រៃខ្លានេះយើងដូរទៅជាត្រាំរនាបអឺធរចឹងណាអឺធរយើងបដូរមកបាទត្រាំរនាបបាទត្រាំរនាបចុះយើង enter បាទនេះក៏ត្រាំរនាបអូខេហើយបើយើងលុបចោលបាទវាលុបមកប្រៃខ្លាដដែលនេះបានបើយើងលុបចោលវាលុបមកបាទត្រាំរនាបដែរប៉ុន្តែអ្នកនរគ្នាមើលនេះចុះហេតុអីបានជាសញ្ញានៅខាងក្រោមនេះទាំងអស់នេះវាចេញជាវាអត់មានទិន្នន័យវាចេញជា0បាទអញ្ចឹងតាមពិតទៅវាអត់មានទិន្នន័យវាត្រូវបង្ហាញជាលេខ0តែវាអត់មានប៉ះពាល់ទេតែគ្រាន់តែវាមើលទៅវាមិនស្អាតវាអាក្រក់មើលអញ្ចឹងយើងចង់ឲ្យវាបើសិនជាវាមិនមានទិន្នន័យក្នុងការសរសេរនៅខាងនេះទេភូមិឃុំអីចឹងទេសូមឲ្យវាកុំបង្ហាញជាអញ្ចឹងណាចុះឥឡូវយើងធ្វើយ៉ាងម៉េចបើអញ្ចឹងដើម្បីឲ្យវាកុំឲ្យបង្ហាញអញ្ចឹងបាទយើងកន្លែងនេះបាទរូបមន្តនេះអ្នកនរគ្នាមើលបាទនេះកន្លែងនេះបាទរូបមន្តកន្លែងនេះគឺយើងចុចនៅកន្លែងនេះមកហើយយើងដាក់ថា if បាទយើងប្រើរូបមន្តមួយទៀត if បាទ sorry បាទដូរ key សិនបាទ if មកចុចវា2ដងហើយយើងប្រើ and បាទ if and ណានេះចុចវា2ដងទៀតមកបាទអញ្ចឹងប្រសិនបើណាបាទអីបើយើងប្រើកន្លែងហ្នឹង if and បាទនេះយើងមើលកន្លែងប្រសិនបើបាទនេះទិន្នន័យកន្លែងនេះចុចលើវាមកបាទ e9 នេះបាទ e9 បាទណាបាទមិនមានទិន្នន័យបាទមិនមានទិន្នន័យបាទកន្លែងនេះបាទមិនមានទិន្នន័យគឺស្មើដាក់សញ្ញាស្មើបើកក្នុងកណ្ដុរ1 2ណាមិនមានទិន្នន័យវាបាទណាមិនមានទិន្នន័យសូមឲ្យវាបង្ហាញជាបាទពេបាទសូមឲ្យវាបង្ហាញជានេះបាទបង្ហាញកន្លែងនេះភូមិនេះមកចុចទៅលើវាមួយមកបាទហើយបន្តមកទៀតដាក់សញ្ញាស្មើបាទអានេះក៏អត់ជាក៏អត់ទិន្នន័យដែរហើយយើងបិទពុំកញ្ចក់មកបាទហើយបន្តមកទៀតយើងក្បិសមួយឲ្យវាបង្ហាញជាគ្មានទិន្នន័យបាទគ្មានទិន្នន័យគឺអីគឺសញ្ញាក្នុងកណ្ដុរអូខេបាទមានដល់2ដងហើយក្បិសមកបាទនេះបាទអញ្ចឹងណាបងប្អូនគ្នាបាទអញ្ចឹងយើងបាទកន្លែងហ្នឹងនេះអញ្ចឹងបើសិនជាកន្លែងចំមានន័យថាគ្មាននៅក្នុងនិមិត្តសញ្ញារបស់ Excel គ្មានគឺគ្មានកណ្ដុរ2ដងក្បិសអាហ្នឹងគ្មានបើមានវិញគឺសញ្ញាតូចធំមានកណ្ដុរអាហ្នឹងមានទិន្នន័យអញ្ចឹងបានន័យថាបើសិនជាណានេះ E9 បានន័យថាបើកន្លែងនេះភូមិនេះមិនមានការផ្លាស់ប្ដូរទេបាទគឺយើងឲ្យវាបង្ហាញនៅកន្លែងភូមិនេះដែរបាទ P9 នេះក៏មិនមានការផ្លាស់ប្ដូរដែរបង្ហាញជាចំណុចទៅទេបាទអញ្ចឹងកន្លែងហ្នឹងយើងបិទវងកញ្ចក់បាទមួយទៀតថែមមួយទៀតណាបាទព្រោះយើងប្រើរូបមន្ត if 2ដងបាទអញ្ចឹង enter មកបាទអញ្ចឹងពេលហ្នឹងគឺយើងយកមករបស់យើងបាទចុច copy បាទទាញម្ដងទៀតមកបាទរហូត
ទៅដល់បាទទៅដល់កន្លែងដែលយើងចង់បានមកបាទយើងប្រឡែងឃើញទេបាទអញ្ចឹងអ្នកនរគ្នាមើលឃើញថាកន្លែងនេះគឺបើសិនជាមិនមានទិន្នន័យទេមិនមានការផ្លាស់ប្ដូរទេគឺវាអត់មានចេញលេខ0ដូចមុនទៀតទេណាបាទអញ្ចឹងបាទសរុបសេចក្តីមកគឺយើងប្រើរូបមន្តបាទយើងប្រើរូបមន្តបន្ថែមវាមួយទៀតគឺ if and នេះបាទប្រើរូបមន្ត if ពីរដងលក្ខខណ្ឌវាណាក្នុងការប្រើដើម្បីឲ្យវាមិនបង្ហាញជាលេខ0នៅពេលដែលយើងមិនបានដាក់ទិន្នន័យលើវាអូខេបងប្អូនមើលច្បាស់បាទអញ្ចឹងឥឡូវយើងធ្វើបានមកប្រឡោះហើយបាទហើយប្រឡោះទី2នេះដូចគ្នាអញ្ចឹងដែរឃុំស្រុកខេត្តបាទយើងធ្វើដូចគ្នាបាទអញ្ចឹងបាទយើងកន្លែងនេះយើងប្រើរូបមន្តដូចគ្នាបាទដាក់សញ្ញាស្មើមកបាទឥឡូវឡៃឃុំនេះដាក់សញ្ញាស្មើបាទ if បាទយើងប្រើ if មកបាទ if អីបាទអញ្ចឹងយើងប្រើ if ប្រសិនបើបាទយើងធ្វើឲ្យហើយមកយើងមិនបាច់ចាំធ្វើដូចអាមុនទៀតទេបាទធ្វើដូចអាមុនយើងថែម if មួយទៀតក្រោយឥឡូវយើងធ្វើឲ្យហើយបណ្ដោយបាទប្រសិនបើអីបាទប្រសិនបើ f9 នេះដែរនេះឃុំនេះមិនណាបាទឃុំនេះបាទมันមានទិន្នន័យបាទសញ្ញាស្មើបាទបើកនឹងកណ្ដុរពីរដងវាมันមានទិន្នន័យបាទសូមឲ្យវាបង្ហាញទៅជាកន្លែងនេះបាទអញ្ចឹង Q នេះ Q9 នេះក៏គ្មានទិន្នន័យដែរតែអញ្ចឹងបណ្ដោយទៅបាទណាបាទស្មើមកបាទស្មើបើកមុខកញ្ចក់ពីរដងហើយក្បៀសមកsorry បាទបើកមុខកញ្ចក់ពីរដងហើយយើងបិទsorry បើកមានកណ្ដុរពីរដងហើយបិទមុខកញ្ចក់ហើយយើងក្បៀសមកសូមឲ្យវាបង្ហាញជាមិនមានបាទមិនមានគឺសញ្ញាក្នុងកណ្ដុរពីរដងបៀសអូខេហើយ if មួយទៀតប្រសិនបើវាមានបាទ if បាទប្រសិនបើមានបាទប្រសិនបើអី Q9 នេះឡើយនេះបើសិនបើ Q9 នេះបាទឃុំនេះមានទិន្នន័យបាទមានទិន្នន័យគឺសញ្ញាតូចធំមែនទេនេះហើយបើកក្នុងកណ្ដុរពីរដងបៀសបាទសូមឲ្យវាបង្ហាញជាបាទជាអី Q9 នេះដែលមកឬក៏បាទឬក៏អីគេបាទ P9 ណាឬក៏P ឬក៏ F9 បាទឬក៏កន្លែងនេះឃុំយកតាមនេះដដែលណាបាទនោះបើមានបាទអញ្ចឹងយើងបាទកន្លែងនេះបាទគឺយើងបិទមុខកញ្ចក់ពីរដងព្រោះអីយើងប្រើ if ពីរដង1 2អញ្ចឹង1 2បាទអញ្ចឹងយើង enter បាទមានការខុសកន្លែងណាមួយទេបាទអញ្ចឹង if បាទអូកន្លែងនេះយើងប្រើបាទ if បាទ if and បាទកន្លែងនេះយើងភ្លេចដាក់ if បាទយើងប្រើលក្ខខណ្ឌមួយទៀតបាទគឺ if and ណាបាទ if and បាទកន្លែងនេះ if and បាទ A and D ណាបាទចុចទៅលើវាមក if and ហើយបើកកញ្ចក់អូខេ enter បាទនេះបាទព្រោះអីយើងប្រើរូបមន្ត if and ឲ្យហើយទៅដើម្បីយើងខ្ជិលចុចវាពីរដងបាទបើមិនតែយើងប្រើ if ទេយើងគុំទៅធ្វើវាម្ដងទៀតអញ្ចឹងពេលដែលយើងអត់ប្រើ if and កន្លែងណាដែលអត់មានទិន្នន័យគឺវាចេញលេខ0ទៀតណាតែយើងអត់ចង់ឲ្យវាចេញលេខ0ទេអញ្ចឹងយើងធ្វើវាឲ្យហើយអញ្ចឹងឃើញទេបាទអញ្ចឹងកន្លែងនេះបាទយើង copy វាមកបាទ copy វាទាំងអស់មកបាទអញ្ចឹងមកបាទមកដល់ក្រុមអញ្ចឹងឃើញទេអ្នកនរគ្នាមើលកន្លែងណាដែលអត់មានទិន្នន័យគឺវាអត់ចេញលេខ0ដូចមុនទេណាអញ្ចឹងឥឡូវឧទាហរណ៍ថាបើសិនតែយើងមានទិន្នន័យណាកន្លែងនេះគាត់បដូរទៅជាស្រុកបាទគាត់បដូរទៅជាឃុំបាទភូមិបាទកន្លែងនេះឧទាហរណ៍ឥឡូវគាត់បង្កក់គាត់បដូរទៅជាភូមិព្រៃខ្លាវិញឧទាហរណ៍ណាបាទយើងវាយមកព្រៃខ្លាបាទព្រៃបាទខ្លាវិញឧទាហរណ៍ណាគឺ enter អញ្ចឹងកន្លែងនេះក៏វាព្រៃខ្លាដែរឃើញអត់ណាដូរជាបើសិនជាអត់ទេបាទយើងលុបវាចោលបាទយើងលុបវាចោលបាទអញ្ចឹងកន្លែងនេះគឺវាបង្កក់ដដែលអូខេបាទបាទអញ្ចឹងឥឡូវយើងចូលដល់ស្រុកបាទស្រុកហើយខេត្តបាទអញ្ចឹងធ្វើដូចគ្នាបាទស្រុកខេត្តដូចហ្នឹងដែរបើយើងប្រើរូបមន្តបាទយើងស្មើបាទស្មើយើងប្រើរូបមន្តស្មើយើងស្មើយើងប្រើរូបមន្ត if ណា if ដដែលមកបាទបន្ទាប់មកអីបាទបន្ទាប់មកគឺយើង
បាទយើងប្រើអីគេ n បាទយើងប្រើ n សិនបាទចុចវា2ដងមកណាអញ្ចឹងប្រសិនបើអូខេប្រសិនបើអីទៅបើនេះបាទនេះស្រុកកន្លែងនេះស្រុកយើងមើលកន្លែងស្រុកនេះបាទប្រសិនបើនេះបាទស្រុកខាងនេះបាទមិនមានទិន្នន័យបាទមិនមានគឺស្មើបើនឹងកណ្ដុរ2ដងក្បៀសបាទឲ្យវាបង្ហាញបាទជាគ្មានបាទនៅកន្លែងនេះដែរណានេះអបាទអ9នេះបាទបៀសស្មើហើយក្បៀសមកsorry ស្មើហើយបើកនឹងកណ្ដុរ2ដងបៀសsorry បាទស្មើបើកនឹងកណ្ដុរហើយបិទវងកញ្ចក់បៀសមួយឲ្យវាបង្ហាញជាគ្មានទិន្នន័យបាទន័យថាកាលណាដែលយើងអត់បដូរផ្លាស់ទេក៏អត់បដូរផ្លាស់ទីលំនៅទេគឺឲ្យមិនបាច់ឲ្យវាចេញអ្វីទាំងអស់បាទអញ្ចឹងយើងក្បៀសមកហើយយើងដាក់វងគ្មានកណ្ដុរ2ដងមកបាទអាហ្នឹងបានតែគ្មានទិន្នន័យហើយយើងក្បៀសតែប្រសិនបើវាមានបាទយើងអញ្ចឹងយើងប្រើរូបមន្តមួយទៀតលក្ខខណ្ឌមួយទៀតបាទ if ដដែលណាបើសិនវាតែវាយ f មកហើយយើងចុចវា2ដងមកតែប្រសិនបើវាមានបាទនេះបើសិនបើកន្លែងស្រុកនេះមានបាទមានគឺចុចកន្លែងស្រុកនឹងមកមានទិន្នន័យអញ្ចឹងមានគឺសញ្ញាតូចសញ្ញាធំបាទបន្តមកទៀតគឺយើងបើកគ្មានកណ្ដុរ2ដងយើងក្បៀសបាទហើយបាទយើងឲ្យវាបាទកន្លែងនេះអញ្ចឹង O9 មានសុំឲ្យវាបង្ហាញជាបាទ O9 នឹងឯងបាទឬមួយក៏បាទឲ្យវាបង្ហាញនៅក្នុងអីគេបាទនេះកន្លែងនេះបាទស្រុកកន្លែងនេះដូចគ្នាទិន្នន័យដូចគ្នាអូខេបាទស្រុកនេះជាមួយនឹងស្រុកខាងនេះដូចគ្នាអញ្ចឹងយើងបិទបាទយើងបិទគ្មានយើងបិទវងកញ្ចក់2ដងមក1 2ហើយតែបើយើងបិទ2ដងដោយសារតែយើងប្រើ if បាទ2ដងឃើញទេហើយ enter នេះអ្នកនរគ្នាមើលឃើញទេអញ្ចឹងបើសិនជាវាអត់មានទិនការបដូរផ្លាស់ទេនៅកន្លែងស្រុកនេះណាអត់មានការបដូរផ្លាស់ទេវានៅតែដដែលកងពិសីនេះបាទគឺវាយកតាមកន្លែងនេះកងពិសីដដែលអូខេអញ្ចឹងឥឡូវបើសិនតែវាបដូរបាទស្រុកកងពិសីទៅជាស្រុកភ្នំស្រួចអីចឹងណាឧទាហរណ៍កន្លែងនេះភ្នំស្រួចឧទាហរណ៍ខ្ញុំវាយភ្នំស្រួចហ្នឹងអូខេភ្នំស្រួចបាទភ្នំស្រួចក៏ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺដែរបាទអញ្ចឹងវាយអក្សរភ្នំស្រួចមកបាទភ្នំបាទស្រួចចុច enter អញ្ចឹងកន្លែងនេះវាដូរទៅភ្នំស្រួចដែរឃើញអត់បាទអញ្ចឹងយើងយកមករបស់យើងបាទ copy ពីមុនមកទាញរហូតទៅដល់តារាងដែលយើងចង់បានអញ្ចឹងដូរឃើញទេបាទអញ្ចឹងកន្លែងណាដែលអត់មានទិន្នន័យគឺវាអត់បង្ហាញទេអ្នកនរគ្នាមើលឃើញទេអត់បង្ហាញលេខ0ទេបាទអញ្ចឹងឥឡូវយើងចូលដល់ចំណុចចុងក្រោយបាទយើងដល់ចំណុចចុងក្រោយកន្លែងនេះដូចគ្នាអញ្ចឹងបាទយើងប្រើរូបមន្តដូចគ្នាអញ្ចឹងបាទយើងសញ្ញាស្មើមកបាទ sorry បាទយើងដាក់សញ្ញាស្មើហើយយើងប្រើរូបមន្ត if ដែរហើយចុចវា2ដងបាទចុចវា2ដងហើយយើងប្រើ n នេះចុចវា2ដងទៀតមកបាទប្រសិនបើបាទអញ្ចឹងកន្លែងយើងប្រើ if n ហ្នឹងគឺយើងចង់ប្រើរូបមន្តដែលមិនឲ្យវាបង្ហាញជាលេខ0ណានៅពេលដែលវាអត់មានទិន្នន័យអញ្ចឹងប្រសិនបើអីបាទប្រសិនបើនេះខេត្តនេះយើងដល់ខេត្តបើសិនបើកន្លែងខេត្តនេះអូខេចុចលើវាមកបាទអញ្ចឹងគ្មានទិន្នន័យអញ្ចឹងសញ្ញាស្មើបើកពីកណ្ដុរ2ដងវាបាទឲ្យខេត្តនេះបាទគ្មានទិន្នន័យដែរបាទស្មើបាទស្មើបើកវងបើកពីកណ្ដុរ2ដងបាទបើកវងកញ្ចក់ក្បៀសឲ្យបង្ហាញជាគ្មានទិន្នន័យគឺសញ្ញាគ្មានកណ្ដុរ2បាទហើយក្បៀសបាទអ្នកនរនេះក៏ចងចាំថាសញ្ញាគ្មានទិន្នន័យគឺគ្មានកណ្ដុរ2ហើយនឹងក្បៀសបើមានទិន្នន័យបាទបើមានទិន្នន័យគឺសញ្ញាតូចធំបាទសញ្ញាតូចធំហើយនឹងក្បៀសណានឹងមានទិន្នន័យបាទអញ្ចឹងឥឡូវយើងប្រើរូបមន្ត if មួយទៀតបាទ if មួយទៀតចុចវា2ដងបាទអញ្ចឹងប្រសិនបើអីប្រសិនបើបាទកន្លែងនេះស្រុកខេត្តនេះបាទនេះ S9 នេះបាទវាមានទិន្នន័យអញ្ចឹងមានគឺចុចសញ្ញាធំតូច
ណាធំតូចហើយបន្តមកទៀតបើកគ្មានកណ្ដុរពីរដង1 2បាទបៀសបាទមានទិន្នន័យគឺឲ្យវាបង្ហាញជាកន្លែងស្រុកហ្នឹងតែម្ដងបាទកន្លែងsorry បាទកន្លែងខេត្តហ្នឹងតែម្ដងបាទអញ្ចឹងគឺបៀសមួយទៀតឬក៏ឲ្យវាបង្ហាញកន្លែងខេត្តនេះដែរណាចុចទៅលើមកបាទ A9 ហ្នឹងបាទអញ្ចឹងយើងបិទពូកញ្ចក់ពីរដង1 2យើង enter បាទអញ្ចឹងបានន័យថាបើសិនជាវាមានទិន្នន័យបានថាយើងមានការបដូរកន្លែងនេះកន្លែងខេត្តនេះសូមឲ្យវាបង្ហាញកន្លែងនេះជាខេត្តបាទឈ្មោះដែលយើងបដូរកន្លែងអញ្ចឹងឥឡូវយើងចង់ដឹងខេត្តកំពង់ស្ពឺឥឡូវឧទាហរណ៍យើងដាក់ខេត្តកោះកុងវិញឧទាហរណ៍ណាខ្ញុំឧទាហរណ៍បាទអញ្ចឹងកន្លែងនេះយើងដាក់ខេត្តកោះកុងបាទកោះកុងបាទអញ្ចឹង enter អ្នកនរនេះឃើញទេកោះកុងខាងនេះក៏បដូរដែរហើយបើសិនជាអត់ទេបាទយើងលុបវាចោលបាទអញ្ចឹងវានៅរក្សានៅទម្រង់ដើមរបស់វាដដែលនេះកន្លែងខេត្តខាងមុខនេះខេត្តអីគេកំពង់ស្ពឺវានៅតែកំពង់ស្ពឺដែរឃើញទេអញ្ចឹងរូបមន្តនេះគឺមានន័យអញ្ចឹងហើយបើសិនជាយើងបាទអញ្ចឹងយើង copy រូបមន្តចុះក្រោមទៀតមកបាទដើម្បីបាទកន្លែងនេះយើង copy ដល់កន្លែងដែលយើងចង់បានបាទអញ្ចឹងបាទឃើញទេបើកន្លែងណាដែលអត់មានទិន្នន័យគឺវាលេខបង្ហាញជាលេខ0ណាព្រោះយើងបានប្រើរូបមន្តនេះអាខាងមុខនេះ if and នេះមកជាន់មួយទៅឲ្យវាបង្ហាញជាគ្មាននិយាយឲ្យវាបង្ហាញជាគ្មានទិន្នន័យគឺសញ្ញាថ្មិញកណ្ដុរពីរដងក្បៀសហ្នឹងបានតែគ្មានទិន្នន័យណាបាទអញ្ចឹងសរុបស្ដីមកតារាងនេះគឺជាកន្លែងនេះគឺជាសម្រាប់ដែលយើងកែភូមិឃុំស្រុកខេត្តណានេះសម្រាប់យើងកែអញ្ចឹងយើងអត់ចង់ឲ្យគេប៉ះពាល់កន្លែងនេះទេកាលណាដែលប៉ះពាល់ទៅវាពាក់ព័ន្ធជាមួយនឹងរូបមន្តណាអញ្ចឹងយើងធ្វើយ៉ាងម៉េចបាទយើងចាក់សោបាទយើងចាក់សោកន្លែងហ្នឹងដើម្បីកុំឲ្យគេប៉ះពាល់បានបងប្អូនគ្នាយើងធ្វើមិនបាទបើយើងចាក់សោគឺយើង select កន្លែងនេះទាំងអស់មកបាទចូលចឹងមកបាទបន្តមកទៀតគឺយើងចូល format cell បាទកន្លែងយើងចូល format cell យើងចូលកន្លែងនេះ protect sheet ហ្នឹងមកបាទ sorry បាទយើងចូល protect sorry បាទយើង format cell យើងចូលកន្លែងនេះ format cell ចឹងមកចាំ plate ទៅបាទណាយើងចូល format cell យើងចូលកន្លែង format cell ហើយយើងចូលកន្លែង protect នេះបាទ protect នេះយើងគ្រីសវាមកទាំងអស់មកណាអូខេបាទអូខេបាទអញ្ចឹងពេលក្រោយពេលដែលយើងអូខេហើយបាទអញ្ចឹងយើងកន្លែងណាដែលយើងចង់ឲ្យគេកែបានបាទកន្លែងណាដែលយើងចង់ឲ្យគេកែបានយើងដកគ្រីសវាចេញបាទអញ្ចឹងយើងកន្លែងនេះឈ្មោះបានយើងអត់ចង់ឲ្យគេកែបាននេះយើងឲ្យគេកែបានយើង select ទាំងអស់មកបាទ select បដតម្លីមកហ្នឹងឲ្យគេកែបានណាបាទអញ្ចឹងយើងយកកន្លែង format ដដែលមកយើងចូលកន្លែង format cell នេះហើយយើងដោះគ្រីសវាមកអូខេអញ្ចឹងបាទកន្លែងនេះគឺគេកែបានណាកន្លែងនេះគឺគេកែបានណាបាទតែកន្លែងនេះគេកែបានទេណាកន្លែងនេះគេកែបានទេណា sorry បាទអញ្ចឹងកន្លែងនេះបានឲ្យគេកែបានទេយើងបាទយើងចុចចេះមកបាទអស់ចេញម្ដងទៀតអាហ្នឹងឲ្យគេកែបានដែរហ្នឹងគេសម្រាប់សរសេរអីចឹងយើងចុច format cell យើងចូល format cell ចេញមកយើងដោះគ្រីសវាចេញបាទនេះបាទអញ្ចឹងបន្ទាប់មកទៀតនៅប៉ុណ្ណឹងនៅអត់ទាន់បានបាទនៅប៉ុណ្ណឹងនៅគេកែបានទេបើមិនទាន់បានរួចរាល់ទេណាបាទឃើញទេនៅគេកែបានទេកន្លែងនេះបានគេកែបានទេបាទអញ្ចឹងយើងត្រូវចូលកន្លែងនេះមួយទៀតបាទចូលកន្លែងបាទនេះចូលកន្លែង review នេះមកបាទ review នេះមកហើយបន្ទាប់មកយើងចូល protect sheet បាទអញ្ចឹងយើងចុចត្រឹមកន្លែង format cell នេះមកបាទត្រឹមនេះមក3នោះហើយយើងចុច OK បាទអញ្ចឹងនៅពេលដែលយើងចុចកន្លែងនេះកន្លែងយើងនេះអត់ឲ្យគេកែវាចេញសញ្ញាមកនេះកែអត់កើតទេកន្លែងនេះកែអត់កើតទេអូខេបាទកែអត់កើតទេបាទអញ្ចឹងកន្លែងដែលយើងឲ្យគេកែកើតនេះដូចជាកន្លែងនេះបាទចុចទៅបាទយើងដូរទៅភូមិបាទភូមិនេះភូមិបាទភូមិព្រៃខ្លាអញ្ចឹងអាហ្នឹងកែបានណាកន្លែងហ្នឹងអាចកែបានបាទយើងធ្វើមកកន្លែងនេះព្រៃខ្លាដែរណាភូមិព្រៃខ្លាដែរបាទចុះហេតុអីបើយើងធ្វើអញ្ចឹងបាទកាលណាដែលយើងឲ្យគេកែបានកន្លែងនេះវាប៉ះពាល់ដល់រូបមន្តយើងណា
បាទចឹងយើងអត់ចង់ឲ្យខូចរូបមន្តអូខេបងប្អូននេះបាទហើយកន្លែងនេះគឺចឹងដែរបាទកន្លែងនេះសិតអាចកែបានណាឃើញទេបាទសិតអាចកែបានណាបាទកែឈ្មោះកែអីដូរបាទខ្ញុំលុបទៅញ៉េគឺលុបទៅលុបចោលហើយបាទចឹងយើងអាចកែបានអូខេបាទចឹងមេរៀននេះខ្ញុំសន្មតថាចប់ត្រឹមហ្នឹងហើយបាទហើយខ្ញុំជឿជាក់ថាមេរៀននេះគឺអាចសម្រួលដល់ការងារយើងធ្វើការងារលឿនបាទយើងមិនចាំបាច់វាយវាដដែលអ្នកខ្លះបាទគាត់រស់នៅក្នុងខេត្តដដែលគឺគ្រាន់តែគាត់ដូរភូមិតាហើយគាត់គ្រាន់តែគាត់ដូរឃុំតាអញ្ចឹងយើងវាយនៅកន្លែងនេះមកបើគាត់ដូរភូមិយើងវាយនៅកន្លែងភូមិនេះមកបាទបើគាត់ដូរឃុំយើងវាយនៅកន្លែងឃុំមកវានឹងបាទវានឹងអូតូម៉ាទិកបាទវានឹងលោតនៅកន្លែងនេះបាទជាស្វ័យប្រវត្តិបើយើងដូរភូមិវាលោតនៅភូមិបើយើងដូរឃុំវាលោតឃុំបើយើងដូរស្រុកវាលោតស្រុកបាទបើយើងដូរខេត្តគឺវាលោតខេត្តណាបាទសូមអរគុណច្រើនសម្រាប់ការតាមដានជាមួយនឹង channel របស់ខ្ញុំអ្នកនរគ្នាបាទហើយសូមកុំភ្លេចជួយចុច like និងsubscribe ផងបើសិនជាអ្នកដែលមិនទាន់បាន subscribe ហើយជួយ share វីដេអូនេះផងបាទហើយបើសិនជាមានចម្ងល់អីសូមអ្នកនរគ្នាធ្វើការ comment ក្រោមវីដេអូរបស់ខ្ញុំនឹងមកបាទខ្ញុំនឹងធ្វើការឆ្លើយតបបាទឬមួយក៏កែតម្រូវនៅកំហុសឆ្គងនានាបាទអរគុណច្រើនបាទជួបគ្នានៅមេរៀនក្រោយបាទសូមអរគុណសូមជម្រាបលា